ថ្ងៃនេះមកធ្វើសាច់សំយ៉ុងញ៉ាំម្ដងសាច់សំយ៉ុងហ្នឹងគឺយើងយកសាច់3ជាន់ហើយប្រឡាក់គ្រឿងហើយដាក់យោហាអញ្ចឹងគេហៅសាច់សំយ៉ុងហើយនេះគឺខ្ញុំមានសាច់ជ្រូក3ជាន់ចំនួន1គីឡូកន្លះសម្រាប់សាច់ជ្រូក3ជាន់ហ្នឹងគឺយើងទិញយកកន្លែងណាវាអត់សូវមានខ្លាញ់ច្រើនអញ្ចឹងយកមកធ្វើមកវាឆ្ងាញ់បើមិនយើងយកមកខ្លាញ់ច្រើនពេកគឺអត់ល្អទេសម្រាប់សាច់ជ្រូកនេះគឺខ្ញុំកាត់ជាបន្ទះស្ដើងៗដូចខ្ញុំបង្ហាញអញ្ចឹងគឺកាត់វែងៗចង់កាត់ខ្លីក៏បានដែរប៉ុន្តែយើងកាត់បន្ទះវែងៗទៅឃើញស្អាតជាដំបូងនេះគឺខ្ញុំដាក់អំបិលចូលម្សៅស៊ុបមាន់ចូលហើយស្ករសចូលបន្ទាប់មកទៀតខ្ញុំប្រើប៊ីចេងចំនួនកន្លះស្លាបព្រាកាហ្វេហើយនេះគឺជាខ្ញីចាស់នេះគឺខ្ញុំយកទាំងសបកលាងសម្អាតហើយអញ្ចឹងហាន់វាល្អិតៗបន្ទាប់មកកិនមកគឺពូតយកទៅទឹកឯងចង់ដាក់1ស្លាបព្រាបាយក៏បាន2ស្លាបព្រាបាយក៏បានដែរសម្រាប់ទឹកខ្ញីហ្នឹងណាសំខាន់គឺយកខ្ញីចាស់មកគឺវាហឹរល្អហើយរសជាតិដែលក្លិនវាគឺឈ្ងុយដិតតែម្ដងបើសិនជាខ្ញីខ្ចីអញ្ចឹងគឺអត់សូវល្អទេវាអត់សូវមានក្លិនណាដាក់ខ្ញីជួយកាត់បន្ថយក្លិនសារជ្រូកហើយធ្វើឲ្យសាច់ជ្រូកយើងឡើងឈ្ងុយល្អបន្ទាប់មកទៀតខ្ញុំប្រើទឹកស៊ីអ៊ីវខាប់នេះគឺខ្ញុំប្រើចំនួន1ស្លាបព្រាបាយគឺជំនួយឲ្យសាច់នឹងឡើងពណ៌ស្អាតបន្ទាប់ទៀតខ្ញុំប្រើស្រាសម្រាប់ត្រាំសាច់ក្រកនឹងចំនួន10មីលីលីត្រសម្រាប់ស្រាថ្នាំហ្នឹងគឺខ្ញុំត្រាំរយៈពេល3ឆ្នាំហើយបើសិនជាអ្នកទាំងអស់គ្នាចង់បានអញ្ចឹងទៅកន្លែងផ្សារអូរស័យកន្លែងលក់ថ្នាំចិនសែសួរគេទៅថាចង់ទិញថ្នាំសម្រាប់ត្រាំធ្វើសាច់ក្រកអញ្ចឹងគេឲ្យកញ្ចប់ថ្នាំហ្នឹងមកយើងយកមកត្រាំជាមួយស្រាសមកអញ្ចឹងយើងអាចយកវាមកធ្វើជាមួយនឹងសាច់ក្រកគោខ្វាគោអីគឺបានទាំងអស់សាច់ក្រកជ្រូកឬមួយក៏យើងប្រឡាក់សាច់ជ្រូកឲ្យយើងដាក់ស្រាថ្នាំហ្នឹងបានធ្វើឲ្យសាច់ជ្រូកយើងឈ្ងុយអញ្ចឹងណាសម្រាប់សាច់សំយ៉ុងដែលខ្ញុំកំពុងតែធ្វើហ្នឹងរសជាតិវាស្រដៀងនឹងសាច់ក្រកដែរក្លិនវាឈ្ងុយដូចសាច់ក្រកអញ្ចឹងប៉ុន្តែគ្រាន់ថាយើងធ្វើចេញជារូបរាងសាច់បន្ទះហាលហើយគេហៅថាសាច់សំយ៉ុងអញ្ចឹងណាលើកនេះខ្ញុំធ្វើតិចទេតែ1គីឡូកន្លះដោយសារតែសាច់ថ្ងៃមុនខ្ញុំទិញមកនៅមាននៅក្នុងទូទឹកកកហើយដល់ពេលអញ្ចឹងទៅអត់ដឹងធ្វើអីហើយក៏យកវាមកធ្វើសាច់សំយ៉ុងមកសាច់សំយ៉ុងនេះពេលយើងប្រឡាក់ត្រូវគឺឆ្ងាញ់ណាស់អ្នកទាំងអស់គ្នាពេលដែលហើយយើងយកវាទៅហាយកមកអាំងញ៉ាំគឺឆ្ងាញ់មែនទែនពេលប្រឡាក់គឺត្រូវច្បល់ទៅច្បល់មកធ្វើម៉េចឲ្យសាច់ហ្នឹងគឺចូលជាតិបានល្អបើសិនជាយើងប្រឡាក់អត់ចូលជាតិបានល្អទេកន្លែងខ្លះប្រៃកន្លែងខ្លះសាបហើយដល់ពេលអញ្ចឹងទៅសាច់យើងគឺអត់ឆ្ងាញ់ស្មើគ្នាទេរួចរាល់ហើយអ្នកទាំងអស់គ្នានេះសាច់ដែលបានប្រឡាក់អំបាញ់មិញហ្នឹងណាហើយខ្ញុំនឹងគ្របវាទុករយៈពេល3ទៅ4ម៉ោងបន្ទាប់មកបានខ្ញុំយកវាទៅហាលសម្រាប់សាច់នេះបើសិនជាយើងអត់ប្រញាប់ទេយើងមានពេលយើងអាចដាក់ចូលក្នុងទូទឹកកកទុកចោលមួយយប់ក៏បានដែរធ្វើអញ្ចឹងសាច់យើងកាន់តែចូលជាតិបានល្អប៉ុន្តែខ្ញុំអត់មានទូទឹកកកដាក់ទេដោយសារតែវាទូទឹកកកនឹងវាពេញអស់អញ្ចឹងខ្ញុំទុកតែ3 4ម៉ោងទេបន្ទាប់ពីផ្អាប់សាច់បានរយៈពេល3 4ម៉ោងហើយខ្ញុំចាប់ផ្ដើមមកតម្រៀបសាច់ដាក់សម្ដិលវាហានៅក្នុងម៉ាស៊ីនសម្រាប់សាច់នេះគឺខ្ញុំប្រើម៉ាស៊ីនសម្ងួតដោយសារតែនៅស្រុកគេហ្នឹងគឺអត់ទាន់មានកម្ដៅថ្ងៃសម្រាប់ហាសាច់ទេនៅត្រជាក់នៅឡើយអញ្ចឹងហើយខ្ញុំប្រើម៉ាស៊ីនហ្នឹងដើម្បីសម្ងួតសាច់បើនិយាយទៅសម្ងួតតែ5 6ម៉ោងគឺអាចយកមកញ៉ាំបានហើយឥឡូវនេះខ្ញុំចាប់ផ្ដើមយកសាច់នឹងដាក់សម្ងួតចោល5 6ម៉ោងសិនហើយបន្ទាប់មកទៀតខ្ញុំនឹងបង្ហាញជូនអ្នកទាំងអស់គ្នាមើលបន្តទៀតបន្ទាប់ពីខ្ញុំដាក់ហាលរយៈពេល5ម៉ោងមកឥឡូវសាច់បានស្ងួតល្អហើយបើនិយាយទៅសាច់ហ្នឹងគឺកុំឲ្យស្ងួតខ្លាំងពេកគឺស្ងួតមកល្មមៗបានញ៉ាំឆ្ងាញ់បើស្ងួតខ្លាំងពេកវានឹងឡើងរឹងហើយអត់ឆ្ងាញ់ទេនេះណែអ្នកទាំងអស់គ្នានេះគឺជាសាច់ដែលបានហាលបាញ់មិញហ្នឹងណាប៉ុណ្ណឹងគឺរួចរាល់ហើយយើងអាចយកវាទៅអាំងញ៉ាំបានហើយបើនិយាយថារសជាតិវិញគឺឆ្ងាញ់មែនទែនហើយសម្រាប់សាច់នេះញ៉ាំបាយគឺចុះបាយមែនទែនដោយសារតែញ៉ាំទៅគឺកាន់តែឆ្ងាញ់ទៅដល់ពេលអញ្ចឹងណាបាយមួយចានអីមិនដឹងណាណីទេហើយសាច់នេះយើងអាចដាក់ក្នុងទូទឹកកកពេលដែលយើងញ៉ាំអត់អស់បកកវាចោលទៅពេលដែលយើងចង់ញ៉ាំយើងយកវាមកអាំងមកហើយជាពិសេសបើយើងទៅណាផ្លូវឆ្ងាយដាក់តាបាយមកប្រអប់មកហើយសាច់នឹង2ដុំគឺឆ្ងាញ់តែម្ដង